ខ្ញុំចង់ឲ្យលោកជួយសង្ខេបត្រួសត្រាសបន្តិចចំណុចសំខាន់តាហ៊ានសៀមហ្នឹងចំណន់ហ្នឹងគាត់ធ្វើអំពើអសិលធម៌អមនុស្សធម៌អ្វីខ្លះមកលើប្រជាពលរដ្ឋដែលជាជនភៀសសឹកក្នុងពេលនេះនៅពេលដែលតំបន់ដែលទាហានថៃបានគ្រប់គ្រងនេះគឺយកទាំងអស់ប្រជាពលរដ្ឋផ្ទះបាញ់ចោលបាញ់កំទេចចោលហើយលួចសម្បីតែមន់ទាឆ្កែក៏លួចដែរហើយសម្បីតែដើមឈើដើមចេកនោះក៏លួចទៅដែរទាហានថៃនៅពេលនេះតើពេលនោះអាក្រក់ខុសខើបែបណាទៅទង្វើរបស់ទាហានថៃទាហានសៀមនេះបាទវាអាក្រក់លើសពីការគិតទៅលើសពីការគិតទៅទៀតបានថាឥឡូវហ្នឹងឃើញឲ្យគ្រាន់សម័យនេះសម័យអ៊ីនធឺណិតសម័យដែលមានកាមេរ៉ាគ្រប់ទីកន្លែងផងពួកវានៅហ៊ានប្លន់ហ៊ានរឹបអូសយកស្រស់បានចោះតម្រាំអីសម័យនោះដែលយើងទៅនៅវាមកចូលនៅវាមកយកដីយើងវាមកប្លន់យើងវានៅធ្វើបានចោះតម្រាំអីយើងទៅសុំកន្លែងវាច្រកឬអីដែលវាមិនធ្វើបាបយើងមានច្រើនរូបភាពមានច្រើនក្រុមគ្រួសារដែលរងគ្រោះយើងដាក់ចូលទៅក្នុង movie មួយហ្នឹងអញ្ចឹងចង់ឲ្យពិព័រណ៍នេះឥឡូវវាពិបាកទាំងថាវាច្រើនណាអញ្ចឹងខ្ញុំសុខចិត្តថាពួកយើងនឹងរំលឹកនៅក្នុងមួយគ្រួសារម៉ាស៊ីននៅក្នុង movie ផងខ្ញុំឧទាហរណ៍ដូចនាងមួយចុះខ្ញុំឧទាហរណ៍ដូចស៊ីនមួយឈ្មោះនាងមកគាត់3កូនណាគាត់3កូនសុខចិត្តឆ្លោះជាមួយប្តីស្រឡាញ់ប្តីដែលខ្លួនឯងស្រឡាញ់សុខចិត្តឆ្លោះមួយប្តីដើម្បីឡើងឡានក្រុងនាំកូនង៉ែតមួយដែលមានអាយុប្រហែលជាជិត1ខួបទៅប្រទេសទី3ព្រោះអីព្រោះពេលតាហ៊ានសៀមនឹងដេញឡើងគេក៏ប្រាប់ថាទៅជរុំថ្មីទៅប្រទេសទី3នាងនឹង3កូននឹងឡើងដល់បានពាក់កណ្ដាលផ្លូវឈប់ចាក់សាំងពាក់កណ្ដាលផ្លូវទៅភ្នំដងរែកហ្នឹងណាតាហ៊ានសៀមវាអត់ឲ្យពួកតាហ៊ានសៀមកាត់ចិនចូលមកចិត្តឡានក្រុងទេព្រោះពួកតាហ៊ានពួកប្រជាយើងក៏រំលឹកពីចំណុចល្អផងសៀមដែរយើងមិនចេះតែសរសេរចំណុចអាក្រក់ផងគេកន្លែងណាល្អហ្នឹងបាទអញ្ចឹងដល់កន្លែងភូមិហ្នឹងមានអ្នកភូមិសៀមមួយចំនួនហ្នឹងគឺគាត់ចិត្តល្អជាពិសេសគឺសៀមកាត់ចិនកជីវសៀមកាត់ចិនកជីវណាគាត់បានយកបាយយកអីមកឲ្យប្រជាជនខ្មែរនៅលើឡានហ្នឹងណាហើយតែគ្នានិយាយខ្មែរអត់ចេះនិយាយទេហើយខ្មែរយើងក៏អត់ហ៊ានយកដែរស៊ីនហ្នឹងអញ្ចឹងគាត់អត់ហ៊ានយកស្មានតែគេលក់អញ្ចឹងពួកសៀមទៅហ៊ានខ្មែរប្រជាជនសៀមកាត់ចិនហ្នឹងគឺតែខ្លះហ្នឹងបោះបាយចូលឡានមកថាហើយនិយាយជាភាសាសៀមណាថាឲ្យស៊ីទៅភ្នំដងរែកមិនស៊ីទេហើយនៅលើឡានក្រុងហ្នឹងមានម្នាក់ស្ដាប់ភាសាហ្នឹងបានណាហើយក៏គាត់នាងគាត់យាយចាស់មួយនិយាយអញ្ចឹងទៅហ៊ានសៀមមកវាយយាយចាស់ហ្នឹងចេញហ្មងអញ្ចឹងអាគ្នាកំពុងតែអ្នកផ្សេងកំពុងតែញ៉ាំបាយដាក់ចូលមាត់ឆ្ងាញ់មានខ្មែរម្នាក់គាត់ចេះស្ដាប់សៀមគាត់ថាគេដាក់យើងទៅភ្នំដងរែកនេះប្រហែលជាអាហារចុងក្រោយខ្លួនពួកយើងហើយម្នាក់យំហូរនេះសប្បាយឃើញនាងមុំហ្នឹងដៃម្ខាងតោងវត្តដៃម្ខាង3កូនចុះវត្តរហូតធ្លាក់កូនស្លាប់ខ្លួនឯងក៏ស្លាប់អីក៏ស្លាប់បានថាវាគ្រប់យ៉ាងគឺវាខូខើមែនតើយើងផលិតរឿងនេះមិនមែនក្នុងគោលបំណងញុះញង់អីទេប៉ុន្តែវាជាការចងចាំនៅក្នុងប្រទេសជុំវិញពិភពលោកគឺ filmmaker មានសិទ្ធិមាន right ក្នុងការ produce history ពិតដែលបានកើតឡើងក្នុងប្រទេសរបស់គេនេះខ្លួនយើងឧទាហរណ៍ដូចអាល្លឺម៉ង់ហើយនិងសហគមន៍អឺរ៉ុបរាល់ថ្ងៃគឺជា best friend នឹងគ្នារាល់ថ្ងៃប៉ុន្តែអាល្លឺម៉ង់នៅតែអាចផលិតរឿងពួកអឺរ៉ុបក៏អាចនៅតែផលិតរឿងអ៊ីតាលីក៏អាចនៅផលិតរឿងសង្គ្រាមលោកទីឧទាហរណ៍2-3 ខែមុននេះរឿងល្បីមួយផុនចិនចំណងជើងដង G Island និយាយពីសង្គ្រាមលោកលើកទី2ដែលទាហានជប៉ុនទៅធ្វើបាបជនជាតិបរទេសហើយសម្រាប់សឹងផ្ដាច់ពូជនៅក្នុងលើកោះហ្នឹងនៅជនជាតិភូមិនេសាទទូចមួយផុនចិនហ្នឹងចេញ2 ខែមុននេះចំណងជើងដង G Island ល្បីមែនតើគេនៅតែធ្វើបានបាទដោយសារវាជា history វាជាការចងចាំយើង forgive but remember យើងត្រូវតែប្រកាន់គោលការណ៍ហ្នឹងយើងអត់ចង់ទៅសេឡើងហ្នឹងក្នុងគោលបំណងឆ្លៀតឱកាសឬក៏ញុះញង់អីគឺអត់ទេ